បងប្អូនអរគ្នាដោយសារតែចំនួនថ្ងៃហ្នឹងពួកយើងខ្ញុំខ្លួនឯងចូលមកផ្ទាល់ដល់មន្ទីរពេទ្យដើម្បីមកជួបជាមួយនឹងបងកងទ័ពដែលក៏រងរបួសណាប៉ុន្តែអធិស្ឋានបងប្អូនដោយសារតែយើងអាចបង្ហាញជាមួយនឹងរូបភាពគាត់បានទេដោយសារតែខ្លាចទី1គឺប៉ះពាល់ទី2គឺមានហេតុផលជាច្រើនដែលខ្ញុំអាចនិយាយបានណាបងប្អូនអញ្ចឹងចង់បញ្ជាក់បងប្អូនថាថ្ងៃនេះខ្ញុំបានចុះផ្ទាល់ទៀតហើយអរគុណសម្រាប់ម្ចាស់មូលនិធិទាំងអស់ដែលបានចូលរួមជាមួយខ្ញុំដើម្បីផ្ដល់ជូនទៅកាន់បងកងទ័ពមិនថាពលីឬក៏រងរបួសមិនថាបងប្អូនជនពិសេសទាំងអស់គ្នាទេហើយរាល់ចំនួនបងប្អូនទាំងអស់គ្នាខ្ញុំបាទជាអ្នកចូលដល់ផ្ទាល់ហើយនឹងជម្រាបជូនរាល់ទិន្នន័យទាំងអស់ឲ្យបងប្អូនដឹងនៅពេលដែលយើងរួចរាល់ការងារអញ្ចឹងអរគុណបងប្អូនគឺមានតែប៉ុណ្្នេះថ្ងៃនេះនៅមន្ទីរពេទ្យកាឡាម៉ែតបាទអញ្ចឹងមានតែប៉ុណ្្នេះណាបងប្អូនណាអញ្ចឹងអ្វីដែលខ្ញុំអាចធ្វើបានហើយចូលរួមបានជាមួយពុកម៉ែបងប្អូនទាំងគ្នាខ្ញុំនឹងបន្តទៀតតាមអ្វី